មនុស្សសឹងតែមួយចំហៀងនគរទៅហើយដែលកំពុងតែជេរប្រមាថអ្នកបួសក្នុងព្រះពុទ្ធសាសនាមួយចំនួនថាជាអាចោរថងយាមហេតុនោះជាយ៉ាងណាសូមស្ដាប់បទវិភាគរបស់អាត្មាភាពដូចតទៅបើយើងក្រឡេកទៅមើលសម័យពុទ្ធកាលសាលឡើងវិញអ្នកបួសទាំងឡាយឈរនៅលើការលះបង់ដូចជាការលះបង់ផ្ទះការលះបង់ប្រពន្ធការលះបង់ទ្រព្យសម្បត្តិការលះបង់វណ្ណៈយុស័ក្តិជាដើមបច្ចុប្បន្នគេក៏នៅតែប្រើពាក្យថាលះបង់នេះដែរតាមរយៈទូរទស្សន៍វិទ្យុតាមរយៈការសម្ដែងពធទេសនាប៉ុណ្ណោះដូចជាការលះបង់នៅក្នុងព្រៃបច្ចុប្បន្នបដូរមកដាក់ម៉ាស៊ីនត្រជាក់ការលះបង់ប្រពន្ធមកជាមានស្រីលួយលាក់ការលះបង់សម្បត្តិតិចតួចមកប្រមូលសម្បត្តិធំតាមរយៈបុណ្យផ្កាកឋិនជុំបិណ្ឌជាដើមការលះបង់វណ្ណៈគឺលះបង់វណ្ណៈកសិករមកយកវណ្ណៈអរិយសង្ឃវិញមានមេដាយតាំងពីជង្គង់ឡើងដល់ស្មានិងធ្លាក់ដល់កំពែគូតឡានទូរស័ព្ទនិងឧបករណ៍ប្រើប្រាស់ទំនើបការលះបង់នាមគឺឈ្មោះអាចច្រូចអាចច្រឹបអាក្តប់អាក្តក់អាក្តាមអាខ្ចងជាដើមមកដាក់ព្រះមហានេះព្រះមហានោះអ្នកបួសខ្លះមានឈ្មោះសឹងតែមួយទំព័រសៀវភៅទៅទៀតបើនិយាយឲ្យស្រួលស្ដាប់ទៅហាក់ដូចជាប្រណាំងប្រជែងជាមួយនឹងទូកងនាពេលបច្ចុប្បន្ននេះអញ្ចឹងដែរចំណែកការលះបង់ការងារវិញការលះបង់ពីការធ្វើស្រែការធ្វើចំការការធ្វើសំណង់មកជាមន្ត្រីសង្ឃចៅអធិការទីប្រឹក្សាស្ដេចហើយប្រមូលនៅផលប្រយោជន៍ទាំងនោះដាក់ខ្លួននិងបកពួកខ្លួនដោយសំអាងលើការងារមន្ត្រីនោះឯង227គឺជាចំនួននៃសិក្ខាបទដែលត្រូវអនុវត្តតែបែរជាត្រូវកាត់ចោលដូចជាពីបិចទៅវិញតួយ៉ាងដូចជាកឋិនផតទេសកៈចាត់ផាត់ជាដើមមិនសម្រេចទៅលើសង្ឃដូចអ្វីដែលបានចាត់ទុកក្នុងគម្ពីរវិន័យបិដកមហាវគ្គតតិយភាគនោះទេច្បាប់ព្រះពុទ្ធក៏ទាត់ច្បាប់វត្តក៏ចោលយកមាត់ធ្វើច្បាប់ប្រមូលលុយកាក់ច្រកដាក់ធម្មយាមគ្មានទាំងស្រែអត់ទាំងស្រូវផងហេតុអីមានឡានទូរស័ព្ទដេញសេរីគ្នាគាត់មានម៉ាស៊ីនត្រជាក់ដើរលេងតាមមាត់សមុទ្រខ្លះឈានដល់កំសាន្តនៅបរទេសទៀតផងនេះមិនមកពីការបោកប្រាស់តាមរយៈបុណ្យកឋិនជុំបិណ្ឌឬលួចដីវត្តកសាងមកខ្មោចឬយ៉ាងណាប្រហែលជាទង្វើទាំងនេះហើយបានជាពុទ្ធបរិស័ទមួយចំនួនប្រសិទ្ធនាមឲ្យឈ្មោះថាអាចោរថងយាមនោះខុសត្រូវយ៉ាងណាសូមអ្នកស្ដាប់វិនិច្ឆ័យតាមរយៈ comment ខាងក្រោមចុះអាត្មាភាពវិចិត្រសូមលាអ្នកទាំងអស់គ្នាសិនហើយសន្យានឹងជួបគ្នាក្នុងគ្រាក្រោយទៀត